សូមអនុមោទនីថ្ងៃនេះជាថ្ងៃឧបោសថសិលណាត់ថេសន្តិបរាំងសុខាំងពុំមានសេចក្តីសុខដតីណាក្រៅអំពីសេចក្តីស្ងប់ឡើយអ្នកណាធ្វើនៅអំពើល្អរំលែងបានទទួលផលល្អអ្នកណាធ្វើនៅអំពើអាក្រក់រំលែងបានទទួលផលកម្មអាក្រក់ដូចជាស្រមោលអន្តោតាមប្រាណដូចឆ្លេះឯងសូមឲ្យបុណ្យកុសលដែលខ្ញុំបានសាងដោយកាយសុចរិតវចីសុចរិតនិងមនោសុចរិតដោយបិទចែកជូនដល់សត្វសត្វក្នុងត្រៃភពសូមជួបតែសំណាងល្អជួបតែមនុស្សណាដែលល្អនិងរឿងល្អក្នុងខ្សែជីវិតសូមឲ្យសពសត្វពុំមានពៀនឹងគ្នាសូមនាំគ្នារក្សាសិល5ឲ្យបានខ្ជាប់ខ្ជួននោះទើបទេវតាមកថែរក្សាជារៀងរាល់ថ្ងៃព្រោះសិល5ជាចំណង5ប្រការដ៏ពិសេសដែលឲ្យញាតិញោមពុទ្ធបរិស័ទប្រតិបត្តិតាម1មិនប្រហារជីវិតមនុស្សសត្វ2មិនលួចទ្រព្យសម្បត្តិអ្នកដទៃ3មិនសែបនៅមេធុនប្រពន្ធកូនអ្នកដទៃ4មិនពោលនៅពាក្យកុហក5មិនវក់នឹងគ្រឿងញៀនញ៉ាំសរាមេរ័យដែលព្រះទ្រង់ហាមតាមព្រះបំរាមទើបពេញជាមនុស្សសូមអនុមោទនាថ្ងៃឧបោសថសិលគ្រប់គ្នាសូមអនុមោទនាបុណ្យសូមអនុមោទនី